เรียกปัญญามันเลยเยียนหาเสียงไทยเป็นมาวิสระจันเลยนะเสียงไทยเลยไงมาวิจันมาวิการที่มาใบอ่องเวิร์กมาความรู้หาเสียงไทยฝึกจากการรามังเนี่ยตั้งดีบดไทยก็ยืนไตรจงคราวได้ไตรเรียนยันโยได้สำหรับที่ตอนประมาณไงจะลองเตยนี้ยืนมาระบบเก่งตอนสอบบางสอบดูจันไทยไตรดูเชียร์ไทยสายไงนี่ไงสาวปีการขายของคนสัมปทานสัมปทานสัมปทานกระไรปีปันปรามรอยห้องสัมนับรวนเป็นไงปีมาไปขายของแค่ปีปันไปปุยจ้องไงตัดไทยเด็ดเด็ดไงไปยังทำมาเตียนไงนี้คือประมาณไงกันลองได้ยืนเอาเลยวิธีบอลซ้อมกันเลยไงนี้ยืนเอาหรือกาปรักดอตอนนี้มาหมดหนึ่งเตสนาได้จองบานภาษาโดรวมเด็กการวิธีกาปรักที่ยงเติมหน้าแต่ไปไอ้ในหน้าบองโอนยืนแต่ทีนี้ก็ผ่านดังไอ้ตัวชีซาไม่ยืนลายดังสายยืนเป็นการทีมวิเทียในทางสิกรองซิตี้vàoปี30 ปีนั้นcho nên bà sai nó từ bị một lần thì lê gặp hỏi tao từ toàn on thực tế trong ban là sạch đây này trong ban là sạch bà sẽ ca thì đã được lát sạchที่สถาปนิกในมูลนิธิครัวประมาณกัมพูชีออสเตรเลียมามีทำการเชิญไตรเมตศักดิ์ดาวรีคลำสารสรองดูต่อเติมที่ได้อบอสานตุกันเลยสร้างนายเนี่ยไปเกียรติเยือนไปกุมาเลยได้ก่อนเยือนของโซเจเราแต่เราจะหาสิ่งใดเติมในบทมาเป็นสตรัคเจอร์กรรมรามันโดยกิจกรรมตื่นมาจำกันนะกันนะไพลันยอเนี่ยสมัยการจะมาทำนี้ยอมกันนะส่งยามาสการระดับขนาดไหนให้ก็ส่งความกลมดอเป็นเพดานหรือเพดานตัวป้องแต่มีหรือว่าจะมีในนี้ก็โดยที่การเทศนาลายสร้างเกณฑ์ทางหนึ่งกลุ่มเป็นสิ่งเนาะในสกอตโลกเลยฉันรู้ว่าไม่เป็นส่วนที่นั่นจริงยังไงต้องการในประสาทนะคุณมันเป็นจริงบทการในเรื่องเดียวจำในเรื่องนี้คือมีสาระสำคัญสำหรับประเทศจีนวิปรูยังปันใจจีปีมวยคือสำหรับการทายตอนสุขภาพเป็นการจีบานของน้าแต่ตรงปงแต่ประเทศเลยนองมันตีแต่ของน้าก็ในขนมไทยอิมเรียมวยเทียบคือเราแต่เลิกในอบรมวิปรูขมิ้นประเทศจีนนะอาจเชื่อเลื่อนลุลอในเวลาเด็กจนผมเรียนการศึกษาอบรมดอกกำลังมวยแต่ทายยังให้ทายประเทศอภิวัตประเทศเจ้าก็คงแต่อภิวัตไงนี้แดงกระดาษกระดูกอันนี้คือ
មាននិយាយថាចង់បងប្អូនគុំគិតថាខ្ញុំវាតម្លៃទាបអត់ទាបទេចាព្រោះអីអញ្ចឹងមកជួយយើងទាំងអស់គ្នាដល់ថ្ងៃដល់ជើងរួមទាំងវិច័យអភិការវត្តខេមរៈធម្មការ៉ាមឬក៏វត្តខ្មែរកន្លែងលោកអត់រងុយតាំងពីខ្ញុំមកឃើញលោកសិនបានពេលវេលាឲ្យសំប្រកបថាសម្រាប់កម្លាំងរបស់លោកនេះគឺលោកធ្វើកិច្ចការសពបែបយ៉ាងទាំងអស់គឺពិតនេះគឺជាការពិតខ្ញុំបានឃើញស្របគ្នាហើយខ្ញុំមានអានពីព្រោះខ្ញុំមកដល់វត្តហ្នឹងឃើញលោកចេញក្រៅក្នុងវត្តក្រៅវត្តធ្វើគ្មានស្លាកន្លែងការបោសសម្អាតរៀបចំតង់រៀបកន្លែងបោកបងខាប់ផិតអីទាំងអស់ហើយតបទួយលោករៀបអត់មានប្រកាសការនេះទេហើយសូមសម្ដែងនៅក្នុងការចំពោះការជួយរៀបចំរបស់សមាជិកគណៈកម្មការនៅក្នុងវត្តក៏ដូចជាលោកតាលោកជាដែលខំជួយធ្វើម្ហូបចំណីអាហារទាំងអស់ធ្វើឲ្យលោកអាចារ្យបើសិនណាជាខ្ញុំពិបាករៀបរាប់គ្រប់ចំនួនសូមមេត្តាខន្តីអភ័យទោសបើសិនណាជាពុំមានពុកម៉ែបងប្អូនមានវិច័យអធិការវត្តជួយជ្រោមជ្រែងទេគឺបុណ្យការនេះមិនអាចមានដំណើរយ៉ាងរលូនហើយប្រកបដោយជោគជ័យដែលមានពុទ្ធបរិស័ទទាំងអស់ជួបជុំគ្នានៅរាត្រីនេះទោះបីជាថ្ងៃនេះមានភ្លៀងធ្លាក់តាំងពីព្រលឹមហើយនៅរលឹមស្លេចស្លេចទៀតហើយយើងកាន់ខាងទីទៀតហ្នឹងមានភ្លៀងឬក៏អត់ទេតែសូមពីខ្ញុំថាអត់អញ្ចឹងចាត្រឡប់មកវិញការងារនេះគឺសំខាន់សម្រាប់បងប្អូនចូលរួមចំណែកសម្រាប់ខ្ញុំរូបខ្ញុំផ្ទាល់ដែលជាស្ថាបនិកគឺបង្កើតមូលនិធិសង្គ្រោះបរិមាណកម្ពុជានឹងអស់រយៈពេល23ឆ្នាំហើយខ្ញុំនៅដដែលប្រែតែរូបសវត្តជាមុនប្រហែលជាអត់សូវបានគេចែកការទៅមុខស្លេកស្លាំងមើលទៅដូចខ្មៅទុំទឹកក៏ប៉ុន្តែបងប្អូនកុំគិតពីរឿងមុខមាត់ខ្ញុំហើយនៅរូបរាងរបស់ខ្ញុំឯងគិតថាបេះដូងខ្ញុំនៅក្មេងគូបានខ្ញុំភ្លេចភ្លាំងតិចមែនក៏ប៉ុន្តែនៅដំណើរការលុយរាប់មិនទាន់ខុសទេចាអញ្ចឹងទៅខ្ញុំពិតជាសូមថ្លែងអំណរគុណហើយក៏សូមត្រេកអរជាគុណពេកចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្អូនទាំងអស់ដែលជឿទុកចិត្តថាយើងខ្ញុំយកថវិកាទៅនេះគឺទៅជួយអភិវឌ្ឍផ្នែកវិស័យអប់រំនិងវិស័យសុខាភិបាលពីព្រោះទាំងពីរនេះគឺđangទន្ទឹមគ្នាកុមារអាចថាគាត់ទៅរៀនក៏ប៉ុន្តែបើសិនណាជាសុខភាពគាត់ខ្សោយគាត់ឧស្សាហ៍ឈឺឧទាហរណ៍នៅតំបន់ជនបទបងប្អូនយើងគាត់មានជំងឺម្យ៉ាងហៅថាជំងឺគ្រុនឈាមគឺនៅពេលដែលរដូវវស្សាគឺមានមូសចេញអស់ខាងក្មេងៗច្រើនហើយក្មេងៗគឺជាជនរងគ្រោះធំជាងគេនៅក្នុងប្រទេសកម្ពុជានិងប្រទេសក្រីក្រប្រទេសទៀតហើយនៅពេលដែលគាត់មានជំងឺហ្នឹងគឺជាជំងឺស្រួចស្រាវមែនតើជំងឺគ្រុនឈាមហើយបន្តមកទៀតគឺគាត់មានជំងឺផ្លូវដង្ហើមនិងជំងឺដទៃផ្សេងទៀតហើយក៏មានការរលាកជំងឺរលាកផ្សេងទៀតដែលធ្វើឲ្យគាត់អសមត្ថភាពនៅក្នុងការដែលគាត់អាចទៅសិក្សាបានទៀងទាត់ចឹងបើសិនណាជាពួកយើងមានរលុយទៅសាងសាលាមានសាលាល្អប៉ុណ្ណាក៏ដោយតែសុខភាពរបស់កុមារីទាំងនោះកូនខ្សោយក៏គាត់មិនអាចផ្ចំអារម្មណ៍សម្រាប់ការសិក្សាបានដែរជាពិសេសនៅក្នុងស្ថានភាពដែលស្រុកយើងក្តៅហើយហុយដីហុយអីចឹងស្គាល់សុខភាពគាត់កាន់តែយ៉ាប់មួយវិញទៀតអាហារូបត្ថម្ភរបស់គាត់ក៏អត់បានគ្រប់គ្រាន់ដែរដោយបងប្អូនដែលចេញទៅស្រុកខ្មែរប្រហែលជាជួបជឿកន្លែងហ្នឹងហើយខ្ញុំមិនចង់រៀបរាប់តាមទៅផ្សាយមួយនេះតែចង់ជម្រាបថាសុខភាពហើយនឹងចំណេះវិជ្ជាគឺជាកត្តាសំខាន់ដែលធ្វើឲ្យប្រទេសយើងអាចងើបឈរដោយជើងពីររបស់ខ្លួនលែងពឹងអ្នកក្រាមានន័យថាយើងឈប់សុំពីគេយើងអាចរស់ដោយខ្លួនឯងដែលយើងប្រើចំណេះគឺជាទ្រព្យសម្បត្តិដែលបងប្អូនទាំងអស់ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាចង់ឲ្យកូនទៅរៀនទេមានអ្នកណាមួយឲ្យកូននៅផ្ទះទេថាបាច់ទៅរៀនទេបាច់ទៅរៀនទេរស់ស៊ីទៅចឹងឯងចឹងតែអញ្ចឹងហីហើយច្បាប់នៅស្រុកនេះគឺការទៅឲ្យកូនទៅរៀនគឺ compulsory ត្រូវទៅរៀនចប់នៅលក្ខខណ្ឌណាមួយមិនអាចឲ្យកូននៅផ្ទះតែអត់ឲ្យកូនទៅសាលារៀនបានទេអញ្ចឹងបានន័យថាការចេះអានអក្សរហើយនឹងលេខនិពន្ធគឺសំខាន់សម្រាប់គាត់ចាំហើយគាត់អាចគិតលេខនៅពេលដែលគាត់ចង់ប្រកបមុខរបរអ្វីមួយមិនមែនមានន័យថាមនុស្សលោកយើងទាំងអស់ហ្នឹងសិតតែប្រកែរៀនបានលេខមួយគ្រប់គ្នា
ចាំបានគេមានជាន់ថ្នាក់សម្រាប់សង្គមយើងមកនៅអ្នកកូនខ្លះក៏ប្រកែទៅរៀនបានឋានៈខ្ពង់ខ្ពស់ចឹងទៅកូនខ្លះទៀតគាត់រៀនបានខាងផ្នែកជាងដូចជាជាងភ្លើងជាងទឹកជាងលូជាងអីចឹងគាត់រត់បណ្ដោបានច្រើនជាងអ្នកខ្លះផងខ្ញុំឃើញជាងខ្លះគាត់ឆ្លាតណាស់ចឹងទាំងអស់នេះបងប្អូនយើងឲ្យត្រីគាត់ណាគាត់ញ៉ាំបានតែមួយថ្ងៃទេឆ្អែតតែមួយផ្លែតហ្នឹងឯងស្អែកឡើងគាត់ឃ្លានដែរហើយខ្ញុំទៅជួបគាត់ឆ្នាំក្រោយគាត់នៅតែក្រដែរតែបើយើងឲ្យចំណេះវិជ្ជាគាត់ណាគាត់ចាយរាល់ថ្ងៃអត់ដែលធ្វើឲ្យខ្លួនគាត់ក្រមានតែខ្លួនគាត់រីកចម្រើនហើយគាត់ចូលចំណេះវិជ្ជាហ្នឹងទៅចែកជាមួយអ្នកនៅជុំវិញខ្លួនក៏អត់ធ្វើឲ្យគាត់ក្រដែរគាត់ចែកកាន់តែច្រើនខ្លួនគាត់កាន់តែចម្រើននេះជាទ្រព្យមួយដែលចាយមិនចេះទីនួនចាំបងប្អូនយល់អត្ថន័យនៃទ្រព្យហើយជាទ្រព្យតខ្លួនរបស់គាត់មានអ្នកណាលួចគាត់បានទេគាត់ប្រើប្រាស់រហូតដល់ថ្ងៃអវសានតែតាមខ្ញុំជឿជាក់ទៅលើការអប់រំខ្ញុំខ្ញុំផ្ទាល់នេះបើអត់មានចំណេះវិជ្ជាខ្ញុំក៏មិនអាចបានអង្គុយនិយាយជាមួយបងប្អូនចឹងដែរថាប្រហែលជាមិនដឹងថាប្រសាទប្រាក់ត្រៃទៅដល់ទីណាទេ I am a strong believer in education សូមអរគុណដែរខ្ញុំកណាជំរាបជាភាសាអង់គ្លេសប្រហែលពីព្រោះឃើញកុមារីនៅទីនេះតែគាត់មានស្ដាប់ពួកយើងនេះគាត់ហើយជាគាត់អត់យល់ថាខ្ញុំនិយាយអីជាប៉ាទៅបងប្អូនស្ដាប់ខ្ញុំបាន so សូមអនុញ្ញាតប្រមាថពីរទេ Okay ladies and gentlemen or boys and girls you are here tonight to listen to the man chanting and also preaching about doing good, being nice to each other, right? And I'm here to raise funds to support education project in rural Cambodia and also to support the hospital children in Cambodia because we need to support them in order for them to continue providing service for sick children whose parents are poor. They're very poor, they can't afford to take them to private doctor or private clinic for the treatment and for health care. You get it? You guys are very, very lucky. You can smile, you can laugh, but you are extremely lucky because you're living in Australia. When you're sick, your mom and dad can always take you to see the doctor. But when you're really sick, you have to go to the big hospital. In Cambodia, there's no such thing. Okay? So this is why we raise funds to support the hospital so they can continue their fantastic service to the rural and poor people in Cambodia. And the other thing, when you go to school, do you think that, you're entitled to that? Yeah? Yes? You just get up every day, mom and dad take you to school, right? Not in Cambodia. There's no nearby school or many children who live in a very remote area. They can't go to school like you guys. You are very, very, very lucky. You're very blessed. You live in Australia. And you should be very thankful to your moms. You should be very thankful to your dads who go to work every day. So you have an education and a good one too. So you could look after yourself and contribute to this country that give you an opportunity to be who you are. You got it? You got it? តាមចឹងទៅអត់មកវិញដើម្បីឲ្យកូនគាត់ដឹងនៅក្រៅពេលគាត់មកគាត់នឹងនិយាយធ្វើអីចា៎ពីព្រោះខ្ញុំគិតថាពេលគាត់មកអញ្ចឹងហើយគាត់អត់យល់ថានិយាយអីអញ្ចឹងជួនកាលគាត់ធ្វើគាត់ចង់មកតាមទេមែនទេតាមមកហើយលើហ្នឹងឯងចាអញ្ចឹងត្រឡប់មកវិញខ្ញុំអត់ចង់ឲ្យអត់ទេចាំបងប្អូនទាំងអស់ជើងមកនេះខ្ញុំចង់ស្ដាប់ព្រះអង្គពីអង្គតែគាត់ទេសនាចាហើយលោកពីអង្គគឺមានថ្មីមាត់មានថ្មីមាត់ហើយតែក៏មានជារូបស្ដាប់ទៅពីរូបបងប្អូនទាំងអស់ហើយបើសិនណាជាមានសំណួរអីអាចតាក់ទងខ្ញុំបានខ្ញុំពេញតែជួយដល់សំណួររបស់បងប្អូនដែលឆ្ងល់ថាយើងទៅធ្វើអីខ្លះអីចឹងណាយើងបានកសាងសាលានៅខេត្តបៃលិនបាត់ដំបងហើយនៅប្រទេសពិសេសគឺជា high school ចាហើយយើងជ្រើសរើសខេត្តបៃលិនហ្នឹងដោយសារអីដោយសារពេលដែលយើងកើតមូលនិធិនេះយើងនៅពេលហ្នឹងគឺមានបញ្ហាថាយើងនៅបែងចែកខ្មែរក្រហមខ្មែរសខ្មែរគ្នាមានខ្ញុំមិនដឹងទេណាក៏ប៉ុន្តែខ្ញុំបានបាត់បង់ឪពុកព្រមទាំងបងប្អូន6នាក់នៅក្នុងសម័យខ្មែរក្រហម
សម្រាប់ខ្ញុំខ្ញុំអត់ចង់ទៅចងកម្មចងពីអីទៀតទេពីព្រោះគាត់ធ្វើអ្វីដែលគាត់ត្រូវធ្វើដើម្បីរស់នៅក្នុងកលៈទេសៈមួយ you either kill or be killed so there's option for you you either kill or be killed ហើយបើសិនណាជាខ្ញុំអាយុប្រហែលពួកគាត់ណាហើយស្ថិតនៅក្រោមសម្ពាធបែបហ្នឹងខ្ញុំប្រហែលជាមិនខំពីពួកគាត់ទេអញ្ចឹងត្រឡប់មកវិញខ្ញុំគិតថាមកពីយើងល្ងងខ្វះការអប់រំហើយយើងធ្វើអ្វីដែលគេលៀងគួរឲ្យយើងធ្វើទៅពេលដែលយើងខ្លាចជាមនុស្សដែលមានចំណេះពេញខ្លួនមិនងាយណាគេមកបើយើងឲ្យធ្វើអ្វីមួយដែលយើងមិនពេញចិត្តអញ្ចឹងសូមអរគុណចាសូមអរគុណដល់បង